ជាកិច្ចធំនេះខ្ញុំសូមគោរពថ្វាយបង្គំទៅកាន់អង្គក៏ដូចជាជំរាបសួរអ្នកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាយើងខ្ញុំមកពីក្រុមទី4ដែលមានសមាជិកដូចជានាងខ្ញុំនាងសុខទេណានាងខ្ញុំអ្នកស្រីនូហើយនាងខ្ញុំជាសុភារ៉ាថ្ងៃនេះយើងនឹងលើក topic ដែលតាក់ទងទៅនឹងក្របខ័ណ្ឌសេដ្ឋកិច្ច digital មកពិភាក្សាដែលអង់គ្លេសហៅកាត់ថា DFA ដែលយើងនឹងពិភាក្សាទៅលើចំណុចមួយចំនួនតាក់ទងទៅនឹងនយោបាយក៏ដូចជារនាំងការពារឧបសគ្គហើយនឹង policy recommendation ដែលចំណុចបន្ទាប់គឺនឹងគោលឲ្យភារាគាត់ឡើងបកស្រាយចាអញ្ចឹងខ្ញុំនឹងចាប់ដើមជាមួយនឹងសេចក្តីផ្ដើម overview ទៅលើថាតើ DFA ជាអីហើយមានលក្ខណៈបែបណាខ្លះអញ្ចឹងអ្នកនរគ្នានឹងពាក្យពេញជាភាសាអង់គ្លេសរបស់ DFA អត់ពាក្យពេញអីក៏ដែរចាអញ្ចឹងពាក្យពេញរបស់ DFA ហ្នឹងគឺយើងហៅថា ASEAN Digital Economy Framework Agreement មានន័យថាគឺជាកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដែល ASEAN ដែលសមាជិករបស់ ASEAN នៅក្នុងតំបន់ ASEAN ហ្នឹងគឺគាត់សហការគ្នាធ្វើឡើងដើម្បីជំរុញខាងផ្នែកសេដ្ឋកិច្ចហើយចងសេដ្ឋកិច្ចនេះជាមួយនឹង digital អញ្ចឹងគាត់គិតថាតើយើងអាចប្រើប្រាស់ផ្នែក digital បែបណាខ្លះដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ានហ្នឹងឲ្យកាន់តែរីកចម្រើនជាងមុនពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងមូលហេតុដែលយើងបានបង្កើតមូលហេតុដែលអាស៊ានចាប់ដៃគ្នាបង្កើតកិច្ចព្រមព្រៀងនេះឡើងហ្នឹងគឺដោយសារមានមូលហេតុសំខាន់មួយចំនួនដោយសារតែទី1ខ្ញុំនិយាយឲ្យថាចង់ឲ្យeconomy នៅអាស៊ានរបស់យើងកាន់តែរីកចម្រើនទី2ហ្នឹងគឺចង់ឲ្យមានការបង្កើតថ្មីចង់ឲ្យមានការប្រកួតប្រជែងគ្នានៅក្នុងតំបន់យើងព្រោះការប្រកួតប្រជែងវានឹងធ្វើឲ្យមានការអភិវឌ្ឍចឹងហើយនឹងចុងក្រោយគេហ្នឹងគឺជាអាចថាជាមេរៀនមួយដែលអាស៊ានបានរៀនអំពីការពី COVID-19 ដោយសារតែការជំនាន់ហ្នឹងគឺយើងប្រើប្រាស់ digital ទាំងអស់គ្នាអញ្ចឹងឥឡូវវាឡើងមានជំងឺ COVID-19 នេះប៉ុន្តែអាស៊ានបានយកអាចំណុចហ្នឹងដើម្បីរៀនសូត្រឲ្យគិតថាតើវាអត់មានជំងឺមែនតែយើងអាចប្រើ digital នៅក្នុង economic បានដោយរបៀបណាដើម្បីបន្តទៅទៀតទោះបីជាមានជំងឺក៏ដោយចាប៉ុណ្ណឹងហើយតើតង់ជាមួយនឹង timeline ដែលមានការបង្កើតឡើងហ្នឹងគឺចាប់ផ្ដើមតាំងពី2023ចឹងកាល2023ហ្នឹងគាត់តែជាការ propose ទេមានន័យថាអាស៊ានគាត់គិតគ្នាឲ្យនាំគ្នា propose ឡើងថាយើងគួរធ្វើអាហ្នឹងអត់រហូតមកដល់ឆ្នាំ2025ក៏នៅតែមានការជជែកវិភាសាទៅលើបញ្ហាហ្នឹងដែរហើយនៅចុងឆ្នាំ2025គឺខែធ្នូគឺមានការសម្រេចឲ្យមានការដាក់ដំណើរការនៅដើមឆ្នាំ2026ហ្នឹងឯងចាអញ្ចឹងយើងឃើញថានេះចំណុចនេះគឺយើងនិយាយពីអាស៊ាននិយាយពីសេដ្ឋកិច្ចអញ្ចឹងអ្នកនរគ្នាចាំបានថានៅក្នុងសសរគ្រឹះមួយសសរស្តម្ភមួយនៃអាស៊ានគឺមាន AEC ដែលជាគេហៅថា ASEAN Economic Community អញ្ចឹងថាតើវាតាក់ទងគ្នាបែបណាទៅអញ្ចឹងដោយសារតែការបង្កើតក្របខ័ណ្ឌនេះឡើងវាធ្វើឲ្យផ្នែកមួយនៃអាស៊ានហ្នឹងដែលជា AEC ហ្នឹងគឺមានការបង្កើតសេដ្ឋកិច្ចបង្កើនការងារហើយក៏ជួយដូចជាសហគ្រិនសហគ្រាសធុនតូចនិងធុនមធ្យមហ្នឹងឲ្យគាត់មានការប្រកួតប្រជែងទៅក្នុងទីផ្សារផងព្រោះកាលមុនគាត់អត់ដែលបានចូលទៅក្នុងទីផ្សារច្រើនទេអញ្ចឹងការបង្កើតក្របខ័ណ្ឌហ្នឹងឡើងគឺជួយគាត់ខ្លាំងមែនតើហើយក៏ដូចជាមានការ development បែបគេហៅថា sustainable development ណាការអភិវឌ្ឍបែបចីរភាពអញ្ចឹងឯងហ្នឹងហើយអញ្ចឹងខ្ញុំសូមបន្ថែមមួយទៀតតកតងជាមួយនឹងថាតើ DFA ហ្នឹងគាត់បានផ្ដោតទៅលើកន្លែងណាខ្លះឬក៏ area ណាខ្លះដែលគាត់បានសហការទៅលើអញ្ចឹងទី1ហ្នឹងតកតងជាមួយនឹងការធ្វើ transaction អីផ្សេងៗហ្នឹងគឺជាតាមរយៈ digital មានន័យថាយើងមិនចាំការត្រូវការ document paper document រុញជាกระดาษរុញអីឲ្យប្រទេសផ្សេងៗទេគឺយើងគ្រាន់តែមានទូរស័ព្ទឬក៏ឧបករណ៍ device ដែលជា digital device ហ្នឹងក៏យើងអាចទំនាក់ទំនង trade អីមួយគ្នាបានដែរហើយខ្ញុំនឹងលើកពីចំណុចទៀតហ្នឹងគឺតកតងជាមួយនឹងdigital payment យើងដឹងហើយនៅស្រុកខ្មែរយើងឥឡូវក៏ប្រើច្រើនណាស់តកតង AVA QR code អីខ្មែរ QR code អីចឹងទៅអញ្ចឹងវាជួយសម្រួលខ្លាំងមែនតើហើយយើងជឿជាក់ថាអ្នកទាំងពីរក៏ប្រើដែរត្រូវអត់ហ្នឹងហើយនឹងចុងក្រោយគេហ្នឹងខ្ញុំចង់និយាយអំពីcyber security អញ្ចឹងដោយសារតែ digital វាកើនឡើងហើយអញ្ចឹងគឺមានអ្នកឆ្លៀតឱកាសខាងផ្នែកហ្នឹងដែរដែលគេលួចបន្លំ transaction អីផ្សេងៗអញ្ចឹងអាស៊ានក៏បានធ្វើការពារនិយាយទៅខំប្រឹងប្រែងការពារទៅលើ data ទៅលើ system អីផ្សេងៗដែលគាត់បានបង្កើតឡើងដើម្បីជៀសវាងមានការ scam មានការធ្វើឲ្យជ្រួលច្បល់លួចអីអញ្ចឹងអាហ្នឹងក៏គាត់បានគិតគូរផងដែរអញ្ចឹងចំណុចនេះខ្ញុំគិតថាមានប៉ុណ្ណឹងហើយខ្ញុំចង់ស្ដាប់ចំណុចបន្តទៀតពីសេនូថាសេនូនឹងលើកឡើងពីចំណុចអីដែរចាចាអញ្ចឹងខ្ញុំមានកម្រិតមួយចំនួនបន្ទាប់ពីភារាដែលបានបកស្រាយមកហ្នឹងដែលកម្រិតរបស់ខ្ញុំហ្នឹងគឺនិយាយតាក់ទងទៅលើទី1គឺការ reduce barrier ហ្នឹងហើយទៅលើ digital economic framework ហ្នឹងទី2គឺឥទ្ធិពលហើយទី3គឺ benefit សម្រាប់ MSE ជាមួយនឹង startup ហើយទី4គឺ role របស់ DEFA ហ្នឹងគឺ role របស់គាត់ជួយក្នុងអីបែបខ្លះហើយចំប្រកបនឹងលទ្ធផលក្នុងការ competitive ជាមួយនឹង productivity គ្នានៅក្នុង DEFA ហ្នឹងចាអញ្ចឹងខ្ញុំសូមចូលទៅខាងទី1កំណងទៅចំណុចទី1ដែលយើងនិយាយអំពី reduce barrier អញ្ចឹងការកាត់បន្ថយឧបសគ្គប្រចាំ digital ហ្នឹងមានអីទៅខ្លះចាទី1គឺយើងនិយាយអំពីការចរន្តទិន្នន័យឆ្លងព្រំដែនន័យថា
កាត់បន្ថយការរក្សាទិន្នន័យក្នុងស្រុកដូចជាភាពឯកជននៃទិន្នន័យហ្នឹងមានន័យថាយើងអនុញ្ញាតឲ្យ data ផ្ញើពីប្រទេសមួយទៅប្រទេសមួយទៀតតាមរយៈអ៊ីនធឺណិតដោយគ្មានការរឹតបន្តឹងមានន័យថាពេលដែលយើងប្រើប្រាស់អ៊ីនធឺណិតឬក៏មួយក៏ data អីមួយនោះយើងមិនចាំបាច់ប្រើ iCloud server ទេមានថាយើងអាចផ្លាស់ប្ដូរនៅ data គ្នាទៅវិញទៅមកបានហ្នឹងហើយទី2គឺយើងនិយាយពីពាណិជ្ជកម្មគ្មានក្រដាស់ដែរដូចជាភារាបានលើកឡើងមកមិនចឹងថាយើងអាចប្រើប្រាស់ជាប្រភេទ digital payment ផ្សេងៗហ្នឹងដោយជាជាងការប្រើប្រាស់ក្រដាស់ឬឯកសារជាការ payment វិញអានោះគឺវាជួយមួយដែរថ្ងៃការសម្រួលទូទាត់ digital ក៏ជាការបាននិយាយគ្នាការ payment ផ្សេង QR code អីផ្សេងៗហ្នឹងដែលវាមានភាពទូលំទូលាយមែនទែនទៅលើតំបន់អាស៊ានរបស់យើងផ្ទាល់ហើយជាចុងក្រោយនោះគឺជា standard និងសហប្រតិបត្តិការដែលសម្រួល standard ICT គ្រប់គ្រងបច្ចេកវិទ្យាថ្មី AI ធ្វើយ៉ាងណាឲ្យបច្ចេកវិទ្យា AI ប្រកបទៅលើ DFA ហ្នឹងមានភាព secure ជាងមុនហ្នឹងហើយនឹងវាក៏ជួយកសាងសន្តិភាពនឹងសម្រាប់សមាជិកដូចគ្នាដែរចាបន្ទាប់មកខ្ញុំនិយាយពីផលប៉ះពាល់ទៅលើផ្នែកពាណិជ្ជកម្មដែលជានឹងឯការឥទ្ធិពលផ្នែកពាណិជ្ជកម្មនិងការវិនិយោគគ្នាចាអញ្ចឹងយើងមាន key idea មួយចំនួនដូចគ្នាដែលតាក់ទងទៅនឹងក្នុងហ្នឹងដូចជាយើងបានឃើញពីផលប៉ះពាល់មួយចំនួនក្នុងការបង្កើតពាណិជ្ជកម្មគេហៅថាបង្កើត trade ណាយើងឃើញថាចំនួនក្នុងការទិញទំនិញក្នុងស្រុកដែលមានប្រសិទ្ធភាពតិចជាងមុនជាមួយទៅនឹងផលិតផលក្នុងតំបន់តើនឹងមានន័យដូចយ៉ាងម៉េចទៅសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាក្នុងនោះគឺការបញ្ឈប់នៅការទិញផលិតផលក្នុងស្រុកដែលមានតម្លៃខ្ពស់ឬប្រសិទ្ធភាពទៀតហើយគាត់ផ្លាស់ប្ដូរមកវិញទៅការចូលទិញទំនិញពីប្រទេសខាងក្រៅក្នុងតំបន់ដែលផលិតមានដែលផលិតផលរបស់គាត់មានប្រសិទ្ធភាពមាន quality ច្រើនហើយនឹងតម្លៃទាបជាងហ្នឹងហើយអាហ្នឹងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងជាកលហេកលក្នុងសង្គមរបស់យើងមួយតែម្ដងទៅពីច្រើនប្រជាខ្មែររបស់យើងតែគាត់ថាការប្រើប្រាស់ការទិញរបស់របរពីប្រទេសជុំវិញយើងប្រទេសជិតខាងយើងហ្នឹងមានប្រសិទ្ធភាពជាងរបស់យើងហើយមួយណាមានតម្លៃធំថ្លៃជាងតែក្នុងកម្រិតមួយហ្នឹងឯងដែលធ្វើឲ្យប្រទេសរបស់យើងធ្វើឲ្យលំហូរនៃការហូរចូល economic របស់យើងគឺវាមានភាពរអាក់រអួលដោយសារតែយើងចូលរួមក្នុងការចាយវាយប្រាក់ចំណូលរបស់យើងទៅកាន់ប្រទេសជិតខាងរបស់យើងចាអានឹងជាផលប៉ះពាល់មួយដែរហើយយើងឃើញពីកំណើននៃការមួយការផ្លាស់ប្ដូរពាណិជ្ជកម្មនៅក្នុងអាស៊ានគឺប្រឈមមុខនឹងការប្រកួតប្រជែងច្រើនជាមួយនឹងដៃគូខាងក្រៅនៃអាស៊ានហើយទាំងនេះហើយបានធ្វើឲ្យវាធ្លាក់ចុះដែលជា data ហ្មងខ្ញុំអាចសង្កេតឃើញថាចំនួនជា$7,669,000សហរដ្ឋអាមេរិកក្នុងឆ្នាំ2023ចាហ្នឹងហើយជំនួយឲ្យផលប៉ះពាល់ទៅលើវិស័យវិនិយោគវិញគឺយើងឃើញថាការកើនឡើងនៅ FDI ជាមួយនឹង AFTA និង ACIA ហ្នឹងដែលខ្ញុំនឹងផុតជា full word អន្តរជាតិគ្នាសម្រាប់ startup ក្នុងការងាយស្រួលក្នុងការស្វែងយល់បន្ថែមដែរហ្នឹងហើយតេទាញនឹងការវិនិយោគនៅក្នុងតំបន់និងអាស៊ានជាច្រើនហើយមួយទៀតហ្នឹងគឺការបង្កើតនៅទីផ្សារថ្មីៗអញ្ចឹងបង្កើតទីផ្សារថ្មីៗហ្នឹងជាលក្ខណៈមួយទៅសម្រាប់ខ្ញុំគិតថាការដាក់ការបង្កើតទីផ្សារថ្មីៗហ្នឹងគឺការដាក់បញ្ចូលទៅនឹងប្រទេសដែលគេហៅថា CLMV ណាដែលគេហៅកាត់ថាដែលប្រទេសស៊ីហ្នឹងគឺ stand on Cambodia មានឡាវមានមីយ៉ាន់ម៉ាហើយនិងវៀតណាមហ្នឹងហើយបើកឱកាសឲ្យពួកគាត់ហ្នឹងទាញយកអត្ថប្រយោជន៍ពីពលកម្មដែលមានតម្លៃទាបពីប្រទេសទាំងអស់យើងដឹងហើយប្រទេសយើងហ្នឹងស្ថិតជាប្រទេសដែលកំពុង development ចាមិនទាន់ជា develop ខ្លាំងទេតែកំពុងតែ developing អញ្ចឹងហើយគឺគាត់ទាញយកអត្ថប្រយោជន៍ពីនឹងដូចគ្នាចាហើយបន្ទាប់នោះគឺយើងនឹងបន្តទៅចំណុចមួយទៀតដែលហៅថាអត្ថប្រយោជន៍សម្រាប់ MSME ហើយនឹង startup អញ្ចឹងបងប្អូនដឹងថាពាក្យកាត់ហ្នឹងគឺជាពាក្យអីគេដែរចាពាក្យកាត់ MSME ហ្នឹងគឺជាពាក្យដែល full word របស់វាហ្នឹងគឺនឹងសារ micro small medium enterprise ហ្នឹងហើយដែលគេហៅថាសហគ្រិនទូចមធ្យមចាហ្នឹងហើយហ្នឹងគឺគេសម្គាល់ទៅលើហ្នឹងអញ្ចឹងតើអត្ថប្រយោជន៍របស់ MEFE ហ្នឹងគឺជួយទៅលើអីគេទីមួយគឺការបង្កើនការងារដល់ប្រជាជននៅក្នុងសង្គមរបស់យើងចាហើយជំទី2គឺការជំរុញឲ្យមាន local economic ជំរុញឲ្យសេដ្ឋកិច្ចនៅក្នុងស្រុករបស់យើងមានភាពចម្រើនចាហើយមួយទៀតហ្នឹងក៏ដូចជាការលើកទឹកចិត្តឲ្យមានការវិនិយោគដូចជាការបាននិយាយចឹងការ innovation ហើយក៏ជាមួយនឹងសហគ្រិនភាពដូចគ្នាហើយ support ចំពោះការនាំចេញហើយក៏ធ្វើឲ្យផ្នែកឧស្សាហកម្មរបស់យើងនឹងមានការរីកចម្រើនដូចគ្នាដែរចាហើយសម្រាប់ stand up ហ្នឹងគឺជាtool មួយដែលសម្រាប់ជួយជាក្នុងការ problem solving ផ្សេង generate បង្កើតទីផ្សារថ្មីអីផ្សេងចឹងហ្នឹងហើយក៏ជាការផ្ដល់នូវឱកាសផ្សេងសម្រាប់នឹងជីវៈសម្រាប់អ្នកធ្វើការដូចនេះដែរខ្ញុំសូមលើកឧទាហរណ៍ក្នុងទស្សនវិជ្ជាជាក់ស្ដែងវិញដែលប្រជាជនរបស់យើងគាត់ធ្វើការរបៀបម៉េចដែលគេហៅថា MES ហ្នឹងចាទីមួយបើសិនជាជីវករជីវកម្មដូចថាគាត់ធ្វើការចង់លក់ហូបលក់អីប្រពៃណីខ្មែរអញ្ចឹងណាចាអាហ្នឹងគេហៅថាជាប្រភេទ micro enterprise ហ្នឹងហើយដែលគាត់រកចំណូលមួយសម្រាប់តែគ្រប់គ្រងគ្រួសាររបស់គាត់ទេហើយមួយទៀតហ្នឹងគេហៅថាបើសិនជាគាត់ចង់ធ្វើការតម្បាញធ្វើតម្បាញធ្វើហូលឬក៏ធ្វើអ្វីមួយដែលហៅថា local product ហ្នឹងអាហ្នឹងគឺជា
ខេត្តមួយដែលគេហៅថា small enterprise ហ្នឹងហើយគាត់អាចតាក់ទាញគេទៅចុះផ្សេងៗក្នុងទូនឹងមួយចឹងទៅហើយមួយទៀតហ្នឹងគឺជាការកាត់ដេរយើងមិនបាច់ចង់ focus ទៅលើការកាត់ដេររោងចក្រឯណាការកាត់ដេរទៅតាមផ្ទះយើងឃើញប្រជាពលរដ្ឋយើងពីច្រើនការកាត់ដេរតាមផ្ទះតាមអីហ្នឹងអាហ្នឹងគឺជាការរកចំណូលមួយសម្រាប់ medium enterprise អាហ្នឹងគឺគាត់ជួយគ្រួសារគាត់ហងសហគមន៍ក៏ដូចជាសង្គមរបស់គាត់តាមមូលផងដែរចាហ្នឹងហើយសំណួរទី4បន្តនោះគឺតើទូនីតិរបស់ EFA ក្នុងការបង្កើតទីផ្សារ digital ហ្នឹងគឺមានអីខ្លះចាយើងបានដឹងជាច្រើនមកហើយប៉ុន្តែពេលនេះយើងផ្ដោតសម្គាល់ទៅលើ role របស់ EFA ហ្នឹងចាទី1គឺការសម្របសម្រួលនៃច្បាប់ digital មានថាធ្វើយ៉ាងណាឲ្យច្បាប់ digital ហ្នឹងមានភាពស៊ីមេទ្រីគ្នាមានភាពដូចគ្នាដោយសារយើងគាត់ថាប្រទេសអាស៊ីយើងទាំងមូលណោះប្រទេសអាស៊ីយើងទាំងមូលមានច្បាប់មាន rule ខុសគ្នាត្រូវអត់ក្នុងការធ្វើ trade អីចឹងទៅអាហ្នឹងគឺជា barrier របស់គាត់ប៉ុន្តែក្នុងនេះគាត់មានទូនាទីមួយក្នុងការធ្វើឲ្យច្បាប់ហ្នឹងវាមានភាពស៊ីមេទ្រីគ្នាហ្នឹងហើយមានភាពស្តង់ដាររួមចឹងទៅហើយពាណិជ្ជកម្ម digital ហ្នឹងក៏វាមានការគ្រប់គ្រងទិន្នន័យអីហ្នឹងក៏វាមានភាពល្អទៅតាមដែរការអនុញ្ញាតឲ្យមានលំហូរចូលទិន្នន័យឆ្លងព្រំដែនមានន័យថានៅក្នុង data ឬ soft អីផ្សេងៗហ្នឹងឲ្យវាមានភាពទូលំទូលាយមានន័យយើងអត់ចាំបាច់ប្រើ VPN នៅក្នុងការទិញអីផ្សេងៗទេដូចយើងគាត់ថានៅ Amazon app Amazon គឺយើង order ក្នុង app ហ្នឹងបានតែតំបន់នៅប្រទេសផ្សេងៗទេតែនៅក្នុងអាស៊ីយើងអត់ទាន់មានទេអញ្ចឹងហើយគាត់ធ្វើការយ៉ាងណាជំរុញឲ្យ digital របស់យើងមានការធ្វើការនៅខាងផ្នែកហ្នឹងដែរចាហើយការបង្កើតការពារសម្រាប់អ្នកប្រើប្រាស់ដូចជាសុភារ៉ានិយាយមិនអញ្ចឹងចា security មែនតើសម្រាប់ការគ្រប់គ្រងទៅលើទិន្នន័យសាច់ប្រាក់bank អីផ្សេងៗហ្នឹងថាយើងធ្វើយ៉ាងណាយើង log in ទៅយើងប្រើទៅវាមានភាពប្រសិទ្ធភាពចឹងណាហ្នឹងហើយដូចជាការលើកកម្ពស់នវានុវត្តន៍និងការវិនិយោគធ្វើយ៉ាងណាឲ្យមានការ develop ហើយការប្រកួតប្រជែងជាច្រើនមិនមែនតែនៅក្នុងតំបន់អាស៊ីរបស់យើងទេប៉ុន្តែធ្វើយ៉ាងណាឲ្យតំបន់អាស៊ីរបស់យើងនឹងមានភាពទាក់ទាញនិងអាចវិនិយោគទៅប្រទេសខាងក្រៅផ្សេងទៀតបានដែរចានៅក្នុងហ្នឹងគឺយើងអាចលើកឧទាហរណ៍មួយដែលតកតងទៅនឹង European Union ណាចា European Union គាត់មាន digital single market របស់គាត់មួយដែលនៅក្នុងសមាជិករបស់ European Union ហ្នឹងគាត់អាចធ្វើការ trade ទៅគ្នាពាណិជ្ជកម្មគ្នាវិញបានធម្មតាអត់ចាំបាច់ឆ្លងកាត់ច្បាប់អីញ៉ៃៗទេអញ្ចឹងហើយធ្វើឲ្យពាណិជ្ជកម្មរបស់គាត់មានភាពល្អប្រសើរទៅតាមនោះដែរមានភាពរីកចម្រើនច្រើនហើយយើងក៏អាចគួរតែស្រាវជ្រាវនិងសិក្សាពីក្នុងនឹងបានគ្នាណាចាហើយជាចំណុចចុងក្រោយរបស់ខ្ញុំហ្នឹងគឺលទ្ធផលក្នុងការប្រកួតប្រជែងរបស់ DEFA ជាមួយនឹង productivity តើគាត់បានផលិតជាអីគេខ្លះសម្រាប់ដល់អាស៊ីតែមួយណាគឺទី1គឺយើងឃើញពី digital ពាណិជ្ជកម្មនិងស្វ័យប្រវត្តិកម្មបង្កើតល្បឿនមានន័យថា competitive នឹងការទទួលយក AI ការទូទាត់ប្រព័ន្ធ electronic និងវិទ្យាសាស្ត្រ electronic ហ្នឹងមានការកាត់បន្ថយការងារដោយប្រើប្រាស់ដៃអញ្ចឹងមានន័យថាចាវាជា competitive មួយដែរដែលយើងប្រើប្រាស់ digital នឹងច្រើនជាងការសរសេរការកត់ទុកលេខអីចឹងអត់ចាំបាច់ទៅសេជាលេខកត់ទុកទេថាយើងត្រូវទិញបានអីណាណោះប្រសិទ្ធភាពប្រសើរឡើងក្នុងការដំណើរការពន្ធគយឬពាណិជ្ជកម្ម DEFA គឺជួយច្រើនសម្រាប់ការកាត់បន្ថយការពន្ធគយដូចគ្នាដែលក្នុងនោះគឺជួយកាត់បន្ថយទៅលើនឹងរហូតដល់ 30% ចាដែលខ្ញុំបានដឹងទូទៅហ្នឹងណាអញ្ចឹងបន្តមកទៀតហ្នឹងគឺproductivity តើគាត់បានផលិតអីគេគាត់បានជាសមិទ្ធផលអីគេរួចមកហើយសម្រាប់ទៅលើអាស៊ានហ្នឹងចាទីមួយគាត់ចលនាភាពជាគេហៅថាមានភាពចល័តលឿនណាចលនាសកម្មភាព digital ហ្នឹងកាន់តែភាពកាន់តែបង្កើនភាពងាយស្រួលបំពេញចលនាប្រហោងនិងជំនាញជំរុញឲ្យមានលទ្ធភាពរួមមានន័យថាគឺគាត់ជួយឲ្យតំបន់អាស៊ីទាំងមូលហ្នឹងជាសមាជិកអាស៊ីទាំងមូលហ្នឹងមានភាព corporate គ្នាច្រើនអត់សូវចាំបាច់ដែលចំណាយពេលវេលាយូរឯងចាហើយជាបន្ទាប់នោះគឺភាពអត់ធន់និងវិនិយោគចាអញ្ចឹងគេថាជួយសម្រួលដល់ហេដ្ឋារចនាសម្ព័ន្ធ digital ឲ្យមានភាពរឹងមាំនិងមានសុវត្ថិភាពជួយទៅដល់អាជីវកម្មនយោចក្រក៏ដូចជាពលករកម្មជាច្រើនហ្នឹងចាងាយស្រួលដូចគ្នាពេលគាត់ប្រើប្រាស់ផ្នែក digital ហ្នឹងទៅចាធ្វើឲ្យគាត់សម្របខ្លួនទៅនឹងការគេហៅថាសម័យកាលថ្មីរបស់យើងហ្នឹងហើយចានឹងបច្ចេកវិទ្យាថ្មីៗដូចគ្នាហ្នឹងហើយអញ្ចឹងរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់កិច្ចការបន្ទាប់ខ្ញុំសូមជូនដល់ចំណាចាអរគុណស៊ីនូក៏ដូចជាវីរ៉ាដែលបានបកស្រាយតាក់ទងទៅនឹង DFA ដែលយើងដឹងមួយចំនួនហើយទៅតាមនយោបាយរបស់ DFA នឹងជាអីគេទៅតាមបញ្ហាមួយចំនួនដែលយើងកំពុងជួបប្រទះដូចជាការរបស់យើងនឹងមានអីគេខ្លះអញ្ចឹងខ្ញុំសូមលើកបន្ថែមផ្លេចតិចដើម្បីចូលទៅកាន់ចំណុចរបស់ខ្ញុំដែលជាបញ្ហាប្រឈមដែល DFA នឹងគឺយើងផ្ដោតទៅលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ digital ហើយមួយទៀតគឺដើម្បីសម្រួលលំហូរទំនិញនិងការផ្លាស់ប្ដូរទិន្នន័យដោយគ្មានរំងាស់ហើយនឹងមានសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនឹងហើយគោលបំណងចម្បងរបស់ DFA នឹងគឺយើងដើម្បីតម្រឹមច្បាប់ក៏ដូចជាបទបញ្ញត្តិផ្សេងៗនៅក្នុងគ្រប់សសរស្តម្ភនៅក្នុងសេដ្ឋកិច្ច digital របស់យើងដោយដែលភារៈក៏បានលើកឡើងហើយតើហេតុអីបានវាសំខាន់គឺដោយសារតែវាបង្កើតទីផ្សារ digital ឲ្យមានភាពស៊ីសង្វាក់គ្នាក៏ដូចជាលក្ខណៈរូបភាពក្នុងតំបន់អាស៊ីរបស់យើងផងដែរអញ្ចឹងសំណួរមួយសួរថា
ប្រទេសមួយបង្កើតកិច្ចព្រមព្រៀងឲ្យអនុវត្តដោយខ្លួនឯងពេលខ្លះវានៅពិបាកចុះតម្រុំតែប្រទេសដែលជាសមាជិកទាំង11ចូលគ្នាពេលខ្លះវាមានដូចជាបទធម៌ខុសគ្នាមានដូចជាច្បាប់ឬក៏ rule អីមួយចំនួនវាខុសគ្នាអញ្ចឹងតើវាជួបផលលំបាកយ៉ាងម៉េចហើយតើយើងអាចអនុវត្តដោយរបៀបណាអញ្ចឹងផ្នែកសំខាន់របស់ DFA គឺពាក់ព័ន្ធទៅនឹងការសម្រួលច្បាប់ដូចជាបទបញ្ញត្តិផ្សេងៗនៅក្នុងប្រទេសជាសមាជិកអាស៊ានហ្នឹងដើម្បីកាត់បន្ថយនៅអាកម្រិតខុសគ្នានៅក្នុងតំបន់ហ្នឹងគឺដើម្បីឲ្យវាអាចមានការស៊ីសង្វាក់គ្នាក៏ដូចជាឲ្យមានពាណិជ្ជកម្មអេឡិចត្រូនិកក៏ដូចជាការទូទាត់តាម digital នោះវាមានភាពងាយស្រួលជាមួយផងដែរអញ្ចឹងការតម្រឹមច្បាប់ហ្នឹងក៏ដូចជាការអនុវត្តច្បាប់ការដាក់ចេញឲ្យមានការមានកិច្ចព្រមព្រៀងហ្នឹងគឺដើម្បីឲ្យធានាបានថាក្របខ័ណ្ឌច្បាប់ក៏ដូចជាបទបញ្ញត្តិផ្សេងៗនៅក្នុងអាស៊ានរបស់យើងប្រទេសជាសមាជិកហ្នឹងគឺអាចដើរទន្ទឹមគ្នាបានក៏ដូចជាមានភាពចុះសម្រុងគ្នាបានហើយដោយសារតែកម្រិតនៃភាពខុសគ្នានៃការអនុវត្តសេដ្ឋកិច្ច digital នៅក្នុងចំណោមប្រទេសទាំង11យើងខ្ញុំថា11ទៀតចុះដោយសារតែទីមកលេសទៅចូលក្នុងសមាជិកអាស៊ានយើងហ្នឹងហើយអញ្ចឹងការអនុវត្ត DFA ហ្នឹងគឺតម្រូវឲ្យមានការផ្ដល់ជំនួយដូចជាជំនួយបច្ចេកទេសក៏ដូចជាកិច្ចខិតខំប្រឹងប្រែងជំនួយដើម្បីកសាងសមត្ថភាពរបស់ប្រទេសដែលជាសមាជិកហ្នឹងឲ្យពួកគាត់អាចប្រព្រឹត្តបានដោយពេញលេញហើយក៏ដូចជាទទួលបានឱកាសស្មើគ្នានៅក្នុងកិច្ចព្រមព្រៀងមួយហ្នឹងអញ្ចឹងមានសំណួរចាប់សួរមួយទៀតថាតើក្នុងចំណោមប្រទេសទាំង11ហ្នឹងប្រទេសខ្លះជាប្រទេសដែលកំពុងអភិវឌ្ឍខ្លះក៏ក្រីក្រចឹងទៅហើយប្រទេសខ្លះក៏ខ្វះខាតនូវរចនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗអញ្ចឹងតែយើងគិតថាគម្លាតទាំងអស់ហ្នឹងអាចធ្វើឲ្យមានការរាំងស្ទះអភិវឌ្ឍកិច្ចព្រមព្រៀងយ៉ាងដូចម្ដេចវាប្រកបណាស់ភាពខុសគ្នានៃបច្ចេកវិទ្យានិងការអនុវត្តក្នុងចំណោមរដ្ឋដែលជាសមាជិកអាស៊ានហ្នឹងវាបង្ហាញពីបញ្ហាប្រឈមជាច្រើនដែលយើងនឹងលើកឡើងបន្តិចទៀតនេះដែលសម្រាប់សមាហរណកម្មសេដ្ឋកិច្ច digital ហ្នឹងវាអាចប៉ះពាល់ដែរឥឡូវយើងឧទាហរណ៍ក្នុងប្រទេសសិង្ហបុរីមកចុះដែលគេឃើញថាប្រទេសសិង្ហបុរីហ្នឹងគាត់បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការទទួលយកនៅកិច្ចព្រមព្រៀងមួយហ្នឹងដោយសារពីមុនគាត់ធ្លាប់មានកិច្ចព្រមព្រៀងមួយស្រដៀងនឹងគ្នាដែរដែលយើងហៅថា DEA ដែលពាក្យពេញរបស់វាគឺ Digital Economic Agreement ដែលគាត់សហការជាមួយនឹងប្រទេសជីលីប្រទេសញូហ្សេឡង់អូស្ត្រាលី UK និងប្រទេសកូរ៉េខាងត្បូងរួចមកហើយអញ្ចឹងហើយបានគាត់មានចាត់ទុកថាគាត់ជាប្រទេសមួយដែលអាចទទួលយកនៅកិច្ចព្រមព្រៀងហើយគាត់អាចត្រៀមខ្លួនក្នុងការអនុវត្តនៅក្នុងកិច្ចការទាំងអស់ហ្នឹងហើយជាមួយគ្នានឹងដែររដ្ឋសមាជិកផ្សេងៗទៀតដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីហើយនិងហ្វីលីពីនហើយវៀតណាមក៏គេត្រូវបានចាត់ទុកថាជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសទាំង11ហ្នឹងគាត់អាចទៅរួចក្នុងកិច្ចព្រមព្រៀងហ្នឹងប៉ុន្តែតម្លៃប្រទេសយើងនិងប្រទេសឡាវនិងមីយ៉ាន់ម៉ាគឺស្ថិតនៅក្នុងការវិវត្តឡើយអញ្ចឹងវារៀងមានបញ្ហាដូចជាឧបសគ្គតិចតួចនៅក្នុងការទាំងអស់ហ្នឹងប៉ុន្តែបើសិនជាយើងក៏លេខទៅមើលមួយផ្នែកទៀតយើងអាចគិតថាទាំងអស់ហ្នឹងយើងអាចរៀនសូត្រពីគ្នាបានទៅវិញទៅមកគឺឲ្យយើងអាចរៀនសូត្របានពីសិង្ហបុរីឬក៏ដែលគាត់ធ្លាប់មានបទពិសោធន៍ពីមុនហ្នឹងគឺយើងអាចគាត់ទៅរៀនតាក់ទងទៅនឹងបញ្ហាទាំងអស់ហ្នឹងបានអញ្ចឹងកិច្ចព្រមព្រៀងទាំងអស់ហ្នឹងគឺយើងអាចដើរទៅបានដោយអត់មានបញ្ហាប្រឈមអីវាមិនថាអត់មានបញ្ហាប្រឈមអីប៉ុន្តែយើងអាចជួយគ្នាបានក្នុងស្ថានភាពមួយអញ្ចឹងទៅហ្នឹងហើយឥឡូវយើងចូលមក challenge ចម្បងតាក់ទងខ្ញុំបានលើកឡើងខ្លះហើយគឺ digital divide មានន័យថាគម្លាតនៃកិច្ចអភិវឌ្ឍនឹងមានថាប្រទេសខ្លះគាត់ក្រីក្រប្រទេសខ្លះគាត់អភិវឌ្ឍហើយចឹងដូចខ្ញុំបានលើកឡើងប្រទេសសិង្ហបុរីគឺគាត់អាចឈានទៅមុខបានដោយឡែកនៅប្រទេសផ្សេងខ្ញុំបានលើកឡើងគឺគាត់អាចទៅមុខរួចយ៉ាងហ្នឹងជាបញ្ហាប្រឈមទី1ហើយទី2នោះគឺយើងនិយាយតាក់ទងទៅនឹងច្បាប់ដែលយើងដឹងហើយប្រទេសក្នុងប្រទេសនីមួយៗគាត់មានច្បាប់រៀងៗខ្លួនទម្រាំតែប្រទេសទាំង11ជុំនេះគឺច្បាប់ខុសគ្នាទាំងអស់អញ្ចឹងយើងអាចគិតថាដើម្បីឲ្យទាំងអស់ហ្នឹងមានភាពងាយស្រួលអញ្ចឹងយើងអាចបង្កើតបានជា standard មួយឲ្យប្រទេសទាំងអស់ហ្នឹងគាត់អាចមានច្បាប់តែមួយនៅក្នុងអាស៊ានហ្នឹងដើម្បីឲ្យការអនុវត្តពាណិជ្ជកម្មក៏ដូចជាសេដ្ឋកិច្ចមួយចំនួនអាចស្របគ្នាទៅបានដោយមិនចាំបាច់ឆ្លងកាត់ច្បាប់ដែលប្រទេសនីមួយៗដែលគាត់បានមានអញ្ចឹងទៅមួយទៀតយើងតាក់ទងទៅនឹង privacy ក៏ដូចជា cyber threat ដូចដែលយើងដឹងហើយបើសិនជាយើងឈានជើងទៅដល់នៅក្នុងកិច្ចព្រមព្រៀងមួយដែលដើរបានបែប digital យើងប្រកាសថាវា risk មានហានិភ័យក្នុងការទទួលបានគេ hack ឬក៏ទទួលបានអាចគេថា open privacy របស់យើងទៅឲ្យគេដឹងអញ្ចឹងទៅតាក់ទងនឹង cyber ដែរនឹងគាត់បានលើកឡើងហើយអញ្ចឹងចំណុចទី2គឺយើងនិយាយតាក់ទងនឹង skill ហើយនឹង infrastructure ដែលចំណុចអស់ហ្នឹងគឺយើងមានន័យថានៅពេលដែលយើងអនុវត្តនៅកិច្ចព្រមព្រៀងមួយនេះគឺមិនមានន័យថាយើងប្រើត្រឹមតែដូចយើងមាន Wi-Fi មានអីចឹងហើយអាចប្រើបានហើយវានៅមានយើងត្រូវបង្កើតអីមួយដែលយើងថាជា brand power ឬក៏អាហ្នឹងអាចដែលថាវាជាតំបន់មួយដែល stock ទុកនៅព័ត៌មានទាំងអស់ហ្នឹងដើម្បីជាការដូចអនុវត្តអាហ្នឹងឲ្យវាមានភាពងាយស្រួលក៏ដូចជាផ្ទុកនៅព័ត៌មានទាំងអស់ហ្នឹងនៅជុំគ្នាចឹងទៅអញ្ចឹងមិនប្រកាសថានៅក្នុងប្រទេសទាំងអស់ហ្នឹងគឺសិតតែមានអាហ្នឹងឯងអញ្ចឹងប្រទេសជាច្រើនអាចខ្វះខាតនៅទាំងអស់ហ្នឹងអញ្ចឹងហើយបានគេដូចជាខ្វះខាតអ្នកសរសេរកូដខ្វះអ្នកធ្វើ data analysis ហ្នឹងហើយដូចជាមួយទៀតតាក់ទងទៅនឹង hardware យើងនិយាយទៅកាន់ data center មានការបញ្ជាក់មណ្ឌលទិន្នន័យអញ្ចឹងគឺយើងនៅខ្វះខាតឡើយយើងហើយដូចជា 5G tower អាប្រកូល 5G ហ្នឹងគឺយើងអត់ទាន់មានទេអញ្ចឹងអាហ្នឹងហើយដាក់ទាំងអស់ចំណុចទាំងអស់ហ្នឹងហើយគឺគេប្រើប្រាស់នៅក្នុងឲ្យ digital ហ្នឹងវាអាចដើរដំណើរការទៅបានប៉ុន្តែយើងអត់ទាន់មានឡើយអាហ្នឹងជាបញ្ហាប្រឈមរបស់យើងឥឡូវចាប់ពីបញ្ហាប្រឈមយើងមកមើលពីឱកាសតើយើងមានឱកាសអីខ្លះនៅក្នុងការដែលយើងអភិវឌ្ឍនៅកិច្ចព្រមព្រៀងមួយហ្នឹងអញ្ចឹងទី1ហ្នឹងគឺយើងនិយាយតាក់ទងទៅនឹង economic explosion មានន័យថាគេបង្កើតនៅកិច្ចព្រមព្រៀងហ្នឹងឡើងគេបានកំណត់ទុកហើយឬក៏គេអាចត្រៀមបានទុកបានថាបើសិនជាយើងអនុវត្តនេះជោគអនុវត្តកិច្ចព្រមព្រៀងហ្នឹងជោគជ័យគឺយើងអាចឈានពី$1 trillion ទៅកាន់$2 trillion នៅក្នុងឆ្នាំ2030បើសិនជាអនុវត្តវាជោគជ័យអញ្ចឹងទៅចាបើសិនជាយើងតាក់ទងទៅនឹង innovation ហ្នឹងការច្នៃប្រឌិតក៏ដូចជានឹង AI បញ្ញាសិប្បនិម្មិតអីណាយើងអាច share ច្បាប់តាក់ទងទៅនឹង data ច្បាប់អីផ្សេងៗក៏ដូចជាធ្វើឲ្យ start up ដែលក្រុមហ៊ុនដែលគាត់ទៅបង្កើតហ្នឹងគាត់អាច grow faster ជាមួយអីចឹងទៅណាហើយទាំងអស់ហ្នឹងហើយវាបង្កើតបានដូចជា
standard មួយដូចខ្ញុំលើកឡើងខាងមុនចឹងដើម្បីឲ្យមាន standard រួមមួយនៅក្នុងតំបន់អាស៊ានហើយគេទទួលស្គាល់ថានៅក្នុងអាស៊ានរបស់យើងហ្នឹងគឺមិនដើរក្រោម AI យើងក៏ដើរទាន់សម័យនៅក្នុងសម័យបច្ចេកវិទ្យាផងដែរអូខេហើយមួយទៀតតាក់ទងទៅនឹង small business ដូចជាគាត់បានលើកឡើងហើយមិនត្រឹមតែជួយឲ្យប្រទេសក្នុងតំបន់អាស៊ានយើងហ្នឹងគឺដើរបានទេប៉ុន្តែក៏យើងឲ្យ small business ក្នុងប្រទេសសហគ្រាសធុនតូចគាត់អាចឈានជើងដើរឬក៏អាចឲ្យសេដ្ឋកិច្ចរបស់គាត់ជួយនៅក្នុងប្រទេសរបស់យើងផងដែរចា៎ឥឡូវយើងចូលមកកាន់ future outlook ឬក៏យើងនិយាយថាការមើលឃើញនៅក្នុងអនាគតតែយើងមើលឃើញថាវិញចំពោះកិច្ចព្រមព្រៀងមួយហ្នឹងទីមួយហ្នឹងគឺយើងនិយាយពីការទូទាត់ដោយរលូនយើងសាកសម័យថានៅក្នុងប្រទេសរបស់យើងឬជាប្រទេសរបស់អាស៊ានទាំង10របស់យើងទាំង11ហ្នឹងគឺយើងមានអីជាបែបមួយតបខ្លួនដែលមិនចាំបាច់ចំណាយលុយឬក៏ដូរលុយឬក៏អាចអស់ថ្លៃ change rate អីផ្សេងៗអញ្ចឹងវាងាយស្រួលសម្រាប់ប្រទេសដែលជាសមាជិករបស់យើងនឹងដូចយើងឧទាហរណ៍ថាយើងទៅលេងប្រទេសឥណ្ឌូនេស៊ីចុះយើង scan QR មួយដែលយើងអត់លុយយើងគ្រាន់តែមានកុំ ABA មិន ABA ជាមិនថាកុំរបស់អាស៊ានរបស់យើងហ្នឹងហើយអញ្ចឹងយើងវាអត់ចំណាយអីច្រើនទេហើយចំណុចបន្ទាប់នោះគឺយើងនិយាយពី paperless trade ដូចជាខ្ញុំក៏បានលើកឡើងថាកាត់បន្ថយនៅកដាស្នាមផ្សេងៗដែលយើងធ្វើឡើងដូចជាអញ្ចឹងអាហ្នឹងក៏វាអាចកាត់បន្ថយតាក់បានដែរដោយសារតែអីគេយើងធ្វើលិខិតស្នាមមិនលិខិតស្នាមទេតាក់ទងដូចហ្នឹងយើងធ្វើ trade ឬក៏អីផ្សេងៗតាមរយៈ online មានថា digital យើងផ្លាស់ប្ដូរវាទៅជា digital អញ្ចឹងវាកាត់បន្ថយការចំណាយដូចជាថ្លៃធ្វើដំណើរអីផ្សេងៗដែលវាធ្វើឲ្យស្មុគស្មាញហ្នឹងទៅហើយចុងបញ្ចប់ហ្នឹងគឺយើងនិយាយអំពី digital community អញ្ចឹងនៅក្នុងឆ្នាំ2045អាស៊ានរបស់យើងហ្នឹងគឺមានគោលបំណងធ្វើឲ្យក្នុងតំបន់របស់យើងហ្នឹងក្លាយទៅជាទីផ្សាររួមមួយទៅយើងហៅថា single digital market ដែលធ្វើឲ្យក្នុងតំបន់របស់យើងហ្នឹងមានភាពប្រកួតប្រជែងក៏ដូចជាអាចឈានមុខគេនៅក្នុងពិភពលោកយើងផងដែរចា៎ហើយបើយើងចំណុចចុងក្រោយរបស់ខ្ញុំគឺយើងនិយាយតាក់ទងទៅនឹង policy recommendation ដែលជាអនុសាសន៍នយោបាយអនុសាសន៍អីផ្សេងៗអញ្ចឹងទៅតែយើងត្រូវធ្វើម៉េចមួយទី1គឺការសម្របសម្រួលតែត្រូវធ្វើសម្របសម្រួលបែបម៉េចមានន័យថាឲ្យប្រទេសទាំងអស់ហ្នឹងគាត់ align ជាមួយនឹង law ដែល digital signature ហ្នឹងនៅក្នុងប្រទេសតែមួយហ្នឹងវាអាច valid នៅក្នុងប្រទេសទាំង10ទាំង11ហ្នឹងជុំគ្នាអញ្ចឹងទៅហើយបើយើងនិយាយតាក់ទងនឹង investment មានន័យថាឲ្យ government ហ្នឹងគាត់ផ្ដល់ជាការបន្ធូរបន្ថយពន្ធក៏ដូចជាការលើកទឹកចិត្តដើម្បីឲ្យក្នុងប្រទេសជាសមាជិកហ្នឹងគាត់អាច build អីជា 5G tower ហ្នឹងដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការធ្វើសេដ្ឋកិច្ចហ្នឹងដើម្បីវាអាចគឺចំណាយ Yes ហ្នឹងហើយបន្តទៀតគឺនិយាយពី education មានន័យថាបង្កើតដូចជាសិក្ខាសាលាឬក៏អីមួយដែលតាក់ទងទៅនឹងអក្ខរកម្ម digital មានន័យថាយើងបរៀនពួកគាត់នៅក្នុងតាមសាលាឬក៏អីផ្សេងៗឲ្យគាត់យល់ដឹងអំពីថាតើ digital វាមានសារៈសំខាន់បែបម៉េចតើទាំងអស់ហ្នឹងវាអាចជួយក្នុងសេដ្ឋកិច្ចយើងបែបម៉េចចឹងហើយអាចចំណុចទាំងអស់ហ្នឹងគឺវាសំខាន់ដើម្បីឲ្យពួកគាត់អាចយល់ដឹងពីតាក់ទងទៅនឹងប្រព័ន្ធបច្ចេកវិទ្យាទីចុងបញ្ចប់នោះគឺ cyber trust មានន័យថាគាត់បង្កើតក្នុង regional cyber shield ដែល country ទាំងអស់ហ្នឹងគាត់អាច share information បាននៅពេលដែលមានប្រទេសណាមួយត្រូវបាន hack ឧទាហរណ៍ថាឥឡូវដូច bank នៅម៉ាឡេស៊ីត្រូវបាន hack ចុះអញ្ចឹងនៅពេលដែលមានការ hack ណាមួយអញ្ចឹងព័ត៌មានទាំងអស់ហ្នឹងគឺវាបញ្ជូនទៅក្នុងគ្រប់សមាជិកទាំងអស់អញ្ចឹងវាអាចដឹងឲ្យប្រទេសផ្សេងៗអាចត្រៀមខ្លួនទុកមុនបានអាហ្នឹងហៅថាជា cyber shield មានន័យថាឲ្យគាត់ត្រៀមខ្លួនដឹងតើគាត់ត្រូវធ្វើបែបម៉េចឬក៏អនុវត្តបែបម៉េចនៅពេលដែលមានការ hack ចូលមកដល់ចាអញ្ចឹងចំណុចរបស់យើងគឺចាប់ត្រឹមហ្នឹងហើយចឹងគឺថាឥឡូវនេះយើងដល់ពេលសំណួរចំណុចតិចទៅថាយើងមានអីជាកិច្ចពិភាក្សាគ្នាអញ្ចឹងណាចាចាអញ្ចឹងដូចខ្ញុំសូមលើកយកសំណួរមួយដែលខ្ញុំបានឃើញដោយចែកដល់ហ្នឹងដោយសារតែគេនិយាយថាការដែលធ្វើសមាហកម្មការធ្វើដំណើរមួយគ្នាហ្នឹងគឺវាធ្វើគឺមានចំណុចមួយដែលបានកញ្ញាបាននិយាយថាធ្វើឲ្យកាត់បន្ថយពន្ធគយមានថាប្រទេសហ្នឹងមិនយកពន្ធគយពីគ្នាទេអញ្ចឹងគេបានលើកឡើងថាអញ្ចឹងតើការកាត់បន្ថយពន្ធគយហ្នឹងវានាំឲ្យប្រទេសដែលជាសមាជិកហ្នឹងខាត់បង់ប្រាក់ចំណេញដែរទេជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជាយើងជាដើមអញ្ចឹងកញ្ញាយល់ដឹងណាដែរចាអញ្ចឹងសូមអរគុណសម្រាប់សំណួររបស់កញ្ញាស្ភារាដែលបានចោទសួរតទៅនឹងការកាត់បន្ថយពន្ធគយចាអញ្ចឹងសម្រាប់ជាគំនិតរបស់ខ្ញុំវិញនៅក្នុងសំណួររបស់កញ្ញាភារាគឺខ្ញុំគិតថាការកាត់បន្ថយពន្ធគយក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទៅវិញទៅមកហ្នឹងគឺវាមិនធ្វើឲ្យកាត់បន្ថយប្រាក់ចំណេញរបស់ប្រទេសនោះទេចាប៉ុន្តែផ្ទុយទៅវិញគឺវាអាចដល់យើងវិញគឺការបើកឱកាសឲ្យមានការលំហូរចូលក្នុងផ្នែកសេដ្ឋកិច្ចវិញយើងដឹងស្រាប់ហើយពេលណាដែលយើងធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសអាស៊ីទៅវិញទៅមកជាពិសេសប្រទេសកម្ពុជាវាធ្វើឲ្យមានការចរាចរណ៍នៅសាច់ប្រាក់ក៏ដូចជាតំណែងទៅវិញទៅមកដែរហើយអាហ្នឹងគឺវាជាផ្នែកមួយក្នុងការជួយសម្រួលដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាវិញចាពិតជាល្អមែនតើខ្ញុំចាំបានចាឥឡូវយើងចូលមកកាន់សំណួរបន្ទាប់អាចថាមិនមែនជាសំណួរទេប៉ុន្តែយើងអាចគិតថាជាចំណុចពិភាក្សាឬក៏និយាយលេងមួយចុះថាតើតើសម័យ COVID-19 ដូចយើងដឹងថាកម្ពុជាមុនពេលសម័យ COVID-19 ហ្នឹងគឺប្រព័ន្ធ digital របស់យើងទាំងសិស្សទាំងគ្រូរៀនអីផ្សេងៗគឺគាត់អត់ទាន់អាចប្រើប្រាស់បានឡើយទេប៉ុន្តែចប់ពី COVID-19 ឬក៏ដូចជាកំឡុងពេល COVID-19 ហ្នឹងឃើញថាពួកគាត់បានផ្សះផ្សាយមែនទេក្នុងការដែលប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាដូចជារៀនតាម Zoom តាម Classroom ហើយនឹងអីផ្សេងៗដើម្បីជាការជំនួយដល់ការសិក្សារបស់គាត់ហ្នឹងណាអញ្ចឹងតើយើងគិតថា COVID-19 ហ្នឹងបានបង្រៀនយើងអីគេខ្លះដែរទៅហ្នឹងហើយចឹងសម្រាប់ខ្ញុំសូមឆ្លើយមកទៅចឹងបើសម្រាប់ខ្ញុំគិតថាយើងរៀនបានច្រើនមែនតើព្រោះអីមិនក្រៅឥឡូវខ្ញុំសូមនិយាយពីក្រៅ digital សិនតែតជាមួយនឹងការសម្របខ្លួនមានន័យថាកាលពីមុនយើងអត់ដឹងថានៅសុកតែមានជំងឺអីមកអញ្ចឹងប្រជាជនយើងគឺអត់បានត្រៀមខ្លួនអីព្រោះវាដែរមានរឿងនឹងកើតឡើងជាយូរឆ្នាំហើយក៏ប៉ុន្តែដល់ពេលចាប់បានមាន COVID មកប្រជាជនរបស់យើងឃើញថាគាត់មានការចេះរៀបចំបំរុងទុកមិនថាទាំងផ្នែកហិរញ្ញវត្ថុផ្នែកអីផ្សេងៗហ្នឹងគឺគាត់ចេះគិតគូរមួយគេហៅថា long term ណាអញ្ចឹង
អាហ្នឹងគឺគួរឲ្យកោតសរសើរមែនតើដែលយើងចេះគិតគូរមុនហើយនឹងម្យ៉ាងវិញទៀតបើយើងកន្លែងទៅមើលផ្នែក digital ដូចកញ្ញាបានលើកឡើងអញ្ចឹងថាយើងបានចេះប្រើប្រាស់អីច្រើនហើយស្មើឥឡូវយើងឃើញថាទោះវាមាន COVID ក៏នៅតែប្រជាជនរបស់យើងហើយនឹងរដ្ឋាភិបាលហ្នឹងគឺព្យាយាមវិនិយោគទៅលើផ្នែក digital នៅខ្លាំងមែនតើព្រោះសប្តាហ៍ថ្ងៃខ្ញុំក៏ជាគ្រូបង្រៀនផ្នែក digital ក្នុងមួយផ្នែកដែរហើយខ្ញុំឃើញថាក្រសួងខាងប្រៃសណីគឺគាត់ព្យាយាមបង្កើតជាអាចថាជាគម្រោងផ្សេងៗដែលជួយបណ្ដុំបណ្ដាលទៅលើលោកគ្រូអ្នកគ្រូនៅវិទ្យាល័យតាមសាលារដ្ឋហ្នឹងហើយដើម្បីឲ្យលោកគ្រូអ្នកគ្រូហ្នឹងគាត់បញ្ជូនអាចំណេះដឹងទាំងអស់ហ្នឹងគេហៅថា digital literacy ហ្នឹងទៅកាន់ក្មេងៗនៅតាមសាលារដ្ឋយើងផ្សេងៗទៀតអញ្ចឹងឃើញថាគឺមានការប្រែប្រួលមានការខិតខំប្រឹងប្រែងស្វាស្វែងទាំងរដ្ឋាភិបាលទាំងប្រជាជនយើងផងដែរចាខ្ញុំមានមិនដឹងដែរ ចាសម្រាប់ខ្ញុំបន្ថែមពីកញ្ញាបន្តិចចាតកតងជាមួយទៅនឹង digital នៅក្នុងសម័យ COVID ចាការមែនតើទៅរបស់ខ្ញុំវាអត់មានអីខុសប្លែកពីកញ្ញាទេប៉ុន្តែយើងបានឃើញថាខ្ញុំបានសង្កេតឃើញថាក្នុងសង្គមឥឡូវគឺផ្នែក digital គឺវាលោកទៅលើខាងផ្នែកបង្រៀនណាចាបង្រៀនការសិក្សាផ្សេងៗហ្នឹងតាំងពីលោកគ្រូខាងសាលារដ្ឋសាលាឯកជននេះគឺការប្រើប្រាស់ digital ច្រើនមែនតើមានការច្រៀងការផ្សេងៗហ្នឹងគឺតាក់ទងទៅនឹងអក្សរផ្សេងៗហ្នឹងគឺប្រើប្រាស់ digital ច្រើនហើយខ្ញុំគិតថាកម្រិតនេះពិតជាល្អមែនតើសម្រាប់ការដាក់បញ្ចូលផ្នែក digital នៅក្នុងការសិក្សារៀនសូត្រសម្រាប់សិស្សពីមត្តេយ្យរហូតមកដល់បញ្ចប់នៅមហាវិទ្យាល័យក៏ដូចជាវិទ្យាល័យអញ្ចឹងពួកយើងទាំងពីរក៏ចង់ដឹងពីកញ្ញាចឹងដែរមានថាតើកញ្ញាយើងយ៉ាងណាដែរចំពោះចំណុចត្រង់នេះចាចំណុចរបស់ខ្ញុំក៏អត់ខុសគ្នាពីអ្នកទាំងពីរដែរដែលតកតងទៅនឹងជំងឺ COVID-19 ហ្នឹងគឺវាពិតជាបានបង្រៀនយើងច្រើនតែតកតងទៅនឹងការសិក្សារបស់សិស្សក៏ដូចជានិស្សិតផងដែរដូចជំនាន់ COVID-19 ហ្នឹងពួកយើងក៏ទទួលបានឥទ្ធិពលនៃការរៀនតាមអនឡាញជាផ្សេងៗជាដើមចាអញ្ចឹងវាទាំងអស់ហ្នឹងគឺវាបានបង្រៀនឲ្យយើងផ្នែកឲ្យយើងមានខាង strong ឬក៏អាចយើងមានថាជាបំណិនមួយដែលអាចឲ្យយើងសិក្សាឬក៏យើងយល់ស្វែងយល់អំពីការប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាហ្នឹងហើយខ្ញុំគិតថាវាពិតជាល្អមែនតើដែលធ្វើឲ្យយើងអាចដឹងនៅតកតងទៅនឹង technology ក៏ដូចជាអីផ្សេងៗនៅពេលដែល COVID ចូលមកដល់គឺយើងពិតជាផ្លាស់ប្ដូរពិភពលោកយើងនឹងស្រុងមែនតើដោយសារតែយើងអត់បានត្រៀមខ្លួនទុកថាតើនឹងកើតមានរឿងអីកើតឡើងហើយប៉ុន្តែយើងអាចធ្វើទៅបានដោយយើងអាចបញ្ជ្រាបឬក៏អាចបន្សំខ្លួនទៅក្នុងបរិយាកាសដែលមានជំងឺនឹងបានអញ្ចឹងហ្នឹងហើយជាចំណុចដែលយើងអាចរៀនបាននៅក្នុង COVID-19 ចាចាអញ្ចឹងខ្ញុំគិតថាកិច្ចពិភាក្សារបស់យើងពិតជាមានអត្ថន័យមែនទែននិយាយក្រៅទាំងពីអីទៅគឺជា DFA ហើយអ្នកទាំងពីរក៏បានលើកចំណុចផ្សេងៗដែលគួរឲ្យចាប់អារម្មណ៍ហើយក៏យើងក៏បានសួរចម្លើយគ្នាទៅវិញទៅមកដែរអញ្ចឹងខ្ញុំគិតថាពេលនេះគឺវាជាដល់ទីបញ្ចប់ហើយអញ្ចឹងខ្ញុំទាំងបីសូមអរគុណដល់ប្រជាជនអ្នកគ្រូហើយនិងមិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់យ៉ាងយកចិត្តទុកដាក់ហើយបើសិនជាអ្នកទាំងអស់គ្នាមានជាសំណួរអាចសួរពួកខ្ញុំបានអញ្ចឹងសូមអរគុណបាយបាយ